ដែលហេតុអញ្ចឹងហើយបានប្រវត្តិពីដើមហ្នឹងគេនិយាយថាទស្សកណ្ឌហ្នឹងមានប្រពន្ធច្រើនក្បាលគេអត់និយាយថាមានច្រើនអ្នកឯងព្រោះថាទស្សកណ្ឌហ្នឹងគឺយើងឃើញថាឲ្យតែថាឃើញមនុស្សគឺយកមនុស្សឃើញសត្វយកសត្វអញ្ចឹងទៅគេនិយាយថាមានប្រពន្ធច្រើនក្បាលហ្មងទៅហើយទស្សកណ្ឌហ្នឹងបកែអាចដកបេះដូងខ្លួនឯងហ្នឹងចេញពីខ្លួនបានដកមកយកទៅផ្ញើជាមួយនឹងគ្រូហើយឲ្យគ្រូនឹងយកបេះដូងខ្លួនឯងហ្នឹងយកទៅទុកឲ្យឆ្ងាយពីខ្លួនឯងហ្នឹងព្រោះអីមានតម្រែមួយគេនិយាយថាទស្សកណ្ឌហ្នឹងអាចទន្ទិញធម៌ដែលជារបស់ព្រះនរាយណ៍នោះបាន1000ឈ្មោះក្នុងពេលតែមួយផ្លែទេមូលហេតុធ្វើអញ្ចឹងដើម្បីឲ្យរួចផុតពីសេចក្តីស្លាប់បានម្ដងហើយក៏ឆ្លៀតយកឱកាសមួយហ្នឹងខ្វះបេះដូងខ្លួនឯងហ្នឹងយកទៅផ្ញើជាមួយនឹងគ្រូទៅប៉ុន្តែបេះដូងហ្នឹងវាអត់ចង់តាណាទេវាចង់តែមកនៅក្នុងខ្លួនម្ចាស់វាវិញហ្នឹងទស្សកណ្ឌប្រើវិធីហ្នឹងឯងដែលគ្មានអ្នកណាអាចសម្លាប់ខ្លួនបានប៉ុន្តែគេនៅតែរកវិធីទៅរកបេះដូងហ្នឹងឲ្យឃើញហើយគេសម្លាប់ទស្សកណ្ឌហ្នឹងទាន់តែបានហ្នឹងតែនៅវគ្គក្រោយចាំវគ្គក្រោយយើងចូលទៅដល់កន្លែងហ្នឹងហើយ